ទៅយក100បាញ់ប្រវែង1 ម៉ែត្រអានេះយើងដាក់អត់ចប់ដីបើលើកផុតពីដីអាចបាញ់ខ្លាំងជាងនឹងទៀតសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនកំពុងស្វែងរកឈុតសូឡាអញ្ចឹងបងប្អូនអាចជ្រើសរើសនៅម៉ូទ័របូមទឹកសូឡាមកគិតផ្ទៃដែរយើងបានដោយពេលនេះមេឃកតុំខ្លាំងហើយចំពោះម៉ូទ័របូមទឹកសូឡារបស់យើងនេះជាប្រភេទម៉ូទ័របូមទឹកទម្លាក់អណ្ដូងຂະຫນາດ150ដែលយើងធ្វើការបូមពីស្រះខាងក្រោមដើម្បីរុញទៅស្រោចដំណាំកាហ្វេរបស់គាត់ដែលកំពុងរៀបចំដាំហើយចំពោះឈុតនេះគឺយើងធ្វើការដំឡើងជាមួយនឹងម៉ូទ័របូមទឹកសូឡាកម្លាំង20សេសដែលវាអាចធ្វើការបូមទឹកបានបរិមាណ96ម៉ែត្រគីបក្នុង1ម៉ោងជាមួយនឹងកម្ពស់132ម៉ែត្រហើយចំពោះការប្រើប្រាស់នេះគឺយើងតបភ្ជាប់ជាមួយរយោអ៊ុតពណ៌ខ្មៅទំហំ100ដែលយើងធ្វើការស្រោចស្រពរុញជាមួយរយោខៀវតឡើងទាំងអស់ហើយចំពោះឈុតនេះគឺយើងដំឡើងជាមួយនឹងទាំងសូឡាចំនួន42សន្លឹកកម្លាំង620វ៉ាត់ម៉ាក់នីកាថិកហើយការស្រោចស្រពនេះគឺយើងអាចស្រោចស្រពបានបរិមាណដីប្រហែលជា6ហាត់ដែលគាត់ដាំសិតតែកាហ្វេទាំងអស់ដែលនៅខាងលើនោះអញ្ចឹងចម្ងាយពីក្រោមនេះទៅដល់លើប្រហែលជា500ម៉ែត្រអញ្ចឹងបងប្អូនអាចមើលបានបរិមាណទឹកចេញមកអានេះទៅយក100អញ្ចឹងវាបាញ់មកបានចម្ងាយ1ម៉ែត្រដោយសារយើងអប់ជាប់ដីអញ្ចឹងបើលើកផុតពីដីអាចដល់2ម៉ែត្រជាងសម្រាប់ប្រភេទម៉ូទ័របូមទឹកសូឡាម៉ាកេផៃដាយើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើគ្រឿងបន្លាស់និងរយៈពេល3ឆ្នាំទៅលើសេវាកម្មមិនថាប្រភេទម៉ូទ័របូមទឹកទម្លាក់អណ្ដូងឬដាក់លើគោកនោះទេ